សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកប្រធានាធិបតី Donald Trump មិនអាចអត់ធ្មត់ទ្រាំថៃទៀតបានឡើយនៅលើការផ្ទុះអាវុធលើកទី2នៅតំបន់អានសេះខេត្តព្រះវិហារថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅថ្ងៃទី23ខែកញ្ញាឆ្នាំ2025ឯអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី23ដល់ថ្ងៃទី27និង29ខែកញ្ញាឆ្នាំ2025នៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងយូយ៉កដែលមានឯកឧត្តមកែវជាឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងយូយ៉កសហរដ្ឋអាមេរិកចូលរួមផងដែរសូមបញ្ជាក់ផងដែរថាបើទោះបីភាគីថៃអវត្តមានក្នុងមហាសន្និបាតនេះក៏ដោយក៏កម្ពុជានឹងត្រូវថ្លែងការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ UN United Nations Meeting ដែលមាន193ប្រទេសជាសមាជិកចូលរួមនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង9ព្រឹកនៅបរិយាយូយ៉កប្រមុខក្រសួងការបរទេសកម្ពុជានឹងថ្លែងការណ៍នៅចំពោះមុខអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80បើតាមគម្រោងសេចក្តីថ្លែងការណ៍នេះរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមប្រាក់សុខុននឹងថ្លែងការណ៍នៅក្នុងកិច្ចប្រជុំដែលមានរបៀបរយៈសំខាន់ៗដូចជាចំនួនព្រំដែនកម្ពុជាថៃសន្តិភាពយូរអង្វែងសម្រាប់តំបន់របស់ការអភិវឌ្ឍប្រកបដោយចីរភាពកិច្ចសហប្រតិបត្តិការពហុភាគីការលើកកម្ពស់សេចក្តីថ្លៃថ្នូរសុវត្ថិភាពសន្តិសុខ Cyber និងអាកាសធាតុជាដើមនៅចំពោះមុខថ្នាក់ដឹកនាំប្រមុខរដ្ឋទូទាំងពិភពលោកជាសមាជិករបស់អង្គការសហប្រជាជាតិ193ប្រទេសហើយរបៀបរយៈដែលសំខាន់ជាងគេរបស់កម្ពុជានោះគឺប្រាប់ពិភពលោកឲ្យដឹងច្បាស់ពីចំនួនកម្ពុជាថៃនិងសភាពការដែលថៃកំពុងតែរុកទន្ទ្រានរាយលុះបន្លាមកលើបូរណភាពទឹកដីកម្ពុជានិងដាក់សម្ពាធមកលើកងទ័ពកម្ពុជាឲ្យដកថយចេញពីតំបន់ប្រាសាទព្រះវិហារប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងទីតាំងផ្សេងៗទៀតក្នុងទឹកដីរបស់កម្ពុជាហើយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅថ្ងៃទី24ខែកញ្ញាឆ្នាំ2025បានថ្លែងសន្ទរកថារយៈពេលជិត1ម៉ោងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UN United Nations ដែលរៀបចំឡើងនៅទីក្រុងយូយ៉ករបស់អាមេរិក Donald Trump បានរិះគន់អង្គការនេះថាបរាជ័យនៅក្នុងការបញ្ចប់សង្គ្រាមទូទាំងពិភពលោកនៅចំពោះមេដឹកនាំពិភពលោក Donald Trump និយាយដោយមិនក្រែងថានៅក្នុងការវិវាទទាំងអស់ UN មិនបានព្យាយាមជួយនោះទេក្នុងនោះរួមទាំងការប៉ះទង្គិចនៅតាមព្រំដែនរវាងកម្ពុជានិងថៃផងដែរ Donald Trump បានចោទសួរត្រង់ៗថាទន្ទឹមនឹងការបង្អាប់ UN លោក Donald Trump មិនភ្លេចរំលឹកពីស្នាដៃរបស់ខ្លួនដោយប្រកាសថាលោកបានបញ្ចប់សង្គ្រាមចំនួន7នៅរយៈពេល7ខែនៃការកាន់តំណែងជាប្រធានាធិបតីលោក Donald Trump ថាក្នុងពេលដែលលោកដោះស្រាយបញ្ចប់វិវាទទាំងនេះលោកមិនដែលបានឮពី UN សួរនាំឬក៏ផ្ដល់យោបល់គំនិតអ្វីឡើយហើយប្រជាជនកម្ពុជាស្នើទៅលោក Donald Trump ថាបើសិនជាលោកបញ្ចប់សង្គ្រាមធំចំនួន7ត្រឹមតែលោកកាន់អំណាច7ខែសោះសូមលោកជួយបញ្ចប់ចំនួនកម្ពុជាថៃលើអនុសញ្ញាប័ណ្ណឈប់បាញ់ឲ្យបានពេញលេញជាធរមានផងសកម្មភាពឈ្លានពានរបស់សៀមមកលើកម្ពុជាដែលបានភូតកុហកអន្តរជាតិពីក្រោយខ្នងនៅមហាសន្និបាត UN កាលពីថ្ងៃទី26កញ្ញា2025បានលាតត្រដាងថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោង 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងយោធាកម្ពុជាតំបន់អានសេះនៅពេលនេះកងទ័ពកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតនិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីសម្រែករាជសីសម្ដីសារិកាមាសសុទ្ធមិនខ្លាចភ្លើងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខស្ដីទីនៃប្រជាជនចក្រកម្ពុជាក្រោយពីទាហានសៀមបើកការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយរំលោភបទឈប់បាញ់ដែលប្រើកាំភ្លើងត្បាល់និងកាំភ្លើងយន្តធំនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជនចក្រកម្ពុជាបានកោះប្រជុំជាបន្ទាន់តាមអនឡាញណែនាំឲ្យកងទ័ពបានអត់ធ្មត់មិនឲ្យតបពិសេសកម្ពុជាបានសុំដល់ក្រុម IOT ដើម្បីចុះទៅពិនិត្យផ្ទាល់ក្រោយការស្ងាត់កាំភ្លើងសម្ដេចតេជោហ៊ុនសែនបានលើកឡើងនៅយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី
ដែលជាប្រធាននិងសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IoT ធ្វើកិច្ចការចំនួន2ទី1ធ្វើកសលវិច័យគ្រាប់ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសៗគ្នាទី2ជាចំណុចសំខាន់គឺចុះពិនិត្យទៅដល់ទីតាំងគ្រាប់ធ្លាក់គេនឹងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណាបាញ់ពីកម្ពុជាទៅថៃឬក៏ពីថៃមកកម្ពុជាគេមិនអាចទៅបង្វិលរណ្ដៅគ្រាប់បានទេសូមកងទ័ពកម្ពុជារក្សាទុករណ្ដៅឲ្យបានល្អនិងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IoT បានធ្វើកសលវិច័យគ្រាប់និងពិនិត្យរណ្ដៅគ្រាប់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ខ្ញុំសង្ឃឹមថាភាគីថៃនឹងបង្ហាញនៅកាយវិការដូចគ្នាមាសសុទ្ធមិនខ្លាចភ្លើងការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការ IoT មានន័យថាខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជានិងថៃប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចេញសារវីដេអូព្រមានប្រទេសថៃភ្លាមៗនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះក្រោយពីទាហានថៃបានបាញ់មកលើកម្ពុជាមុនដោយបំពានបទជប់បាញ់លោកប្រធានាធិបតី Donald Trump បញ្ជាក់ប្រាប់ប្រទេសថៃថាលោកអស់ការអត់ធ្មត់ទៀតហើយចំពោះសកម្មភាពដែលបំពានលើកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវផងដែរសូមឲ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាអត់ធ្មត់និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធីយើងមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube Channel ដើម្បីទទួលបាននូវព័ត៌មានថ្មីៗជម្រាបលាជួបគ្នាវេលាក្រោយទៀត